Bồn Thanh you call bồn sầm nai con sầm nai rồi Tapi gimana ya Okay, thank you so much. Thank you so much. See you next time. Yeah. Bye bye. Mấy con chơi cái suy cho tôi hay mấy con nhà máy nó chắc khảo tí tiểu là វីដេអូនេះនឹងបកអក្សររ៉ាប៊ីប្តីរបស់គាត់អាណានៃចេញម្ដងឲ្យដឹងចិត្តពិតគាត់មិនឥឡូវទៅមើលទាំងអស់គ្នាមានទាំងសើចមានទាំងរឿងនឹកស្មានដល់ជាច្រើនទៀតចូលដល់សាច់រឿងណាចាំស្ដាប់ទាំងអស់គ្នារឿងទី1បងប្អូនទាំងអស់គ្នាឆ្ងល់ដូចខ្ញុំអត់តាគាត់ស្វីតមួយគ្នាទៅមុខកាមេរ៉ាឬក៏ជីវិតប្រចាំថ្ងៃគាត់ស្វីតអញ្ចឹងរហូតពួកគាត់ថាគាត់ស្រឡាញ់គ្នាជាង2ឆ្នាំហើយឥឡូវទៅស្ដាប់សម្ដីពិតគាត់ហ្មងណាគាត់សម្ដែងគាត់ឆ្លើយnói Tapi dia masak dia buat dia. គឺច្បាស់ទាំងអស់គ្នាមែនអត់គឺគាត់មិនថានៅកាមេរ៉ាឬក៏សកម្មភាពនៅផ្ទះគឺគាត់តែងតែនិយាយអញ្ចឹងស្វីតមួយគ្នាគឺថើបគ្នាអញ្ចឹងជាប្រចាំថ្ងៃតែម្ដងគ្រាន់តែឃើញគាត់ក៏មានក្តីសុខដែរមែនទេអ្នកអត់គូហាក់មើលវីដេអូនេះគាត់ត្រូវទៅមុនព្រោះគាត់ដល់ម៉ោងទៅក្លឹបហាត់បាល់របស់គាត់ហើយតែមានឃើញដៃនេះគាត់កាន់អីអត់គឺគាត់កាន់កាហ្វេហឹងមកប្រអប់ទៅជាមួយបងប្អូនទាំងអស់គ្នាខ្ញុំឲ្យពេចគ្រាន់ឃើញគាត់កាន់ទៅឡើងរំភើបតែម្ដងបងប្អូនគិតមើលសូម្បីតែគាត់ចូលចិត្តញ៉ាំកាហ្វេហឹងជាប្រចាំថ្ងៃដែរឥឡូវងាកមកមើលប្រពន្ធរបស់គាត់រ៉ាប៊ីវិញមានអីកើតឡើងមិនធំតានិចស្វាមីគាត់ចូលចិត្តកាហ្វេហឹងស្មីរ៉ាប៊ីក៏ចូលចិត្តកាហ្វេហឹងដែរនិយាយទៅហួចចិត្តហ្មងគឺតែញាត់កាហ្វេរបស់ពួកខ្ញុំនឹងចូលនឹងកាបូបយកតែម្ដងហើយកាបូបគាត់នឹងឡើងណែនផ្អឺហើយតែប្រឹងញាត់កាហ្វេហឹងចូលទៀតចាពីព្រោះគាត់ថាគាត់ញ៉ាំកាហ្វេហឹងហើយមានអារម្មណ៍ថាស្រាខ្លួនធូរខ្លួនជាពិសេសគាត់ស្រកក្បាលពោះដាំដៃកពុនជើងប៊ឺកគាត់បានច្រើនព្រោះពេលការហើយហ្នឹងគឺគាត់រៀងធាត់ដោយសារគាត់ញ៉ាំច្រើនណោះតែបន្ទាប់ពីគាត់ញ៉ាំកាហ្វេហឹងហើយគឺឃើញថាក្បាលពោះគាត់គឺស្រកលឿនមែនតើជាពិសេសប៊ឺកនឹងដាំដៃតែម្ដងគឺថាបានផលប៉ិតហើយរ៉ាប៊ីជាមនុស្សម្នាក់អត់ចេះញ៉ាំកាហ្វេទេញ៉ាំកាហ្វេធីងធុងញ័រប៉ុន្តែគាត់ញ៉ាំកាហ្វេហឹងគាត់ថាអត់មានធ្វើទុកអីបន្តិចអត់ធីងធុងអត់វល់អត់ចុកអត់រីអីទេតែជាញ៉ាំទៅឆ្ងាញ់មានកម្លាំងទៅវិញដូចដែលខ្ញុំបានជម្រាបចឹងកាហ្វេហឹងសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនល្អអញ្ចឹងពេលដែលយើងញ៉ាំទៅឆ្អែតបានយូរអត់ឃ្លានអីផ្ដេសផ្ដាស់ហើយញ៉ាំទៅមានកម្លាំងអត់ធ្វើទុកទេព្រោះសារធាតុ30សុទ្ធតែល្អខ្ពស់ជាពិសេសមានកាកសរសៃ fiber ធម្មជាតិជាច្រើនដែលជួយដុតរំលាយជាតិខ្លាញ់ជំនួយប្រព័ន្ធរំលាយអាហារបានល្អនិងដេញជាតិពុលពីក្នុងខ្លួនជាពិសេសគឺជួយសម្រួលការបន្ទោបង់សំខាន់គាត់និយាយពាក្យមួយម៉ាត់មកខ្ញុំចុកឈាមហ្មងគាត់ថាមិនដែលម៉ានីណាបំផ្លាញម៉ែឪខ្លួនឯងទេឥឡូវទៅស្ដាប់សលេងគាត់ទាំងអស់គ្នាហួចចិត្តហ្មងមិនសួរថាពេលម៉ែខ្លាំងបដាក់សារជាតិណាប៉ះពាល់ញ៉ាំទេតែគាត់ថាម៉ាក់ប៉ាគេញ៉ាំម៉ែឪខ្ញុំដឹងថាម៉ានីគាត់ស្រឡាញ់គ្រួសារគាត់ហើយតែបដាក់សារជាតិបំផ្លាញម៉ែឪគាត់ហ្នឹងគឺមានសកាយនេះតឡងស្ដែកខូចប្រេងដូងយើងដឹងហើយដូចអ្នកទាំងមុនកើតកូនហើយចឹងគេមិនញ៉ាំប្រេងដូងវាក្តៅចឹងគេស្រកលឿនហើយចឹងនោះសារគ្រឿងផ្សំមួយដែរការថាសុខភាពហើយញ៉ាំយើងញ៉ាំមិនក៏ប៉ះពាល់ដែរចាទៅលែកមកដឹងហ្នឹងមកដឹងចាខ្ញុំឃើញឯបផលយើងនៅពេញសាចាខ្ញុំចង់ដឹងអាលោកថាខ្ញុំចង់ដឹងហ្មងអីគេខ្ញុំស្ងាត់ខ្ញុំចង់ដឹងមិនបំពេញថានេះចង់ដឹងរ៉ាប៊ីគាត់ឆ្ងល់ផឹកកាហ្វេហងនឹងស្រកគីឡូស្រកក្បាលពោះលឿនម៉េះដុតខ្លាញ់អាក្រក់បានល្អហាក់ធ្វើទុកចឹងគាត់ថាតិចមានផលប៉ះពាល់ទៅប៉ុន្តែអ្វីដែលគាត់ជឿជាក់គឺកាហ្វេហងម៉ាក់ប៉ាខ្ញុំញ៉ាំជាប្រចាំចឹងមិនគាត់ជឿជាក់គាត់ញ៉ាំទាំងប្តីទាំងប្រពន្ធដែលមានភ័យខ្លាចប៉ះពាល់អ្វីទាំងអស់សូមបញ្ជាក់ណាមិនត្រឹមតែម៉ាក់ប៉ាខ្ញុំញ៉ាំកាហ្វេហងខ្ញុំប្តីខ្ញុំក៏ញ៉ាំដែរបងថ្លៃបងបកាតខ្ញុំក៏ញ៉ាំនិយាយទៅម៉ាពូជខ្ញុំញ៉ាំតែទាំងអស់ហ្នឹងនិយាយរួមកាហ្វេហងបងប្អូនញ៉ាំដោយសុវត្ថិភាពអត់មានភ័យខ្លាចប៉ះពាល់ថ្ងៃក្រោយទេមិនត្រឹមតែគ្រួសារខ្ញុំគ្រួសារពេជ្រសອບយើងក៏ញ៉ាំដែរពេជ្រប្តីគាត់ម៉ាក់ប៉ាគាត់ញ៉ាំទាំងអស់សូម្បីតែតូចសອບត្រូវជាប្អូនរបស់ពេជ្រដែលកើតកូនថ្ងៃមុនហ្នឹងក៏គាត់ញ៉ាំកាហ្វេហឹងដែរឥឡូវហ្នឹងអ្នកដែលកាំងគីឡូយូរឆ្នាំញ៉ាំអត់បានផលកុំភ្លេចជំរឿចុងក្រោយជាមួយកាហ្វេហឹងនិយាយទៅតែ3ទៅ5ថ្ងៃគឺដឹងផលតែម្ដងធូរពោះស្រាពោះក្បាលពោះរៀបស្លៀកខោគឺអាលុងធានាបងប្អូនញ៉ាំហើយគឺជាប់ចិត្តបើរសជាតិឆ្ងាញ់ខ្លាំងមែនតើជារសជាតិមួយដែលបងប្អូនអត់ដែរញ៉ាំពីមុនមកញ៉ាំហើយគឺចង់ញ៉ាំទៀតហ្មងសំខាន់អត់ធ្វើទុកអីទាំងអស់មកប្រអប់មានរហូតដល់15កញ្ចប់ច្រើនមែនតើអ្នកទិញកាហ្វេហឹងចំណេញលើចំណេញបើតម្លៃមហាធូរថ្លៃឥឡូវមានប្រូម៉ូសិនទិញ2ប្រអប់ថែមមកប្រអប់ទៀតហើយស្រួលរត់ទិញព្រោះមានលក់គ្រប់25ខែក្រុងតាមផ្សារតាមតូបឡើងលក់គ្រឿងក្អូបគឺមានកាហ្វេហឹងនិងគ្រប់ផលហឹងទាំងអស់ណាខាណារ៉ាប៊ីមិនត្រឹមតែញ៉ាំកាហ្វេហឹងទេក្រែមលាបមាត់ហឹងក៏គាត់ប្រើដែរបងប្អូនមើលមាត់គាត់លាបនិយាយទៅស្អាតខ្លាំងមែនតើក្រែមហឹងមាន5ពណ៌សម្រាប់ជ្រើសរើសហើយតម្លៃធូរថ្លៃមកដើមតែ$5 20000រៀលតែប៉ុណ្ណោះក្រែមហឹងលាបឲ្យជាប់យូរមកពណ៌សុទ្ធតែស្អាតទាំង5ពណ៌ហ្នឹងចំណុចពិសេសរបស់ក្រែមហឹងខុសពីក្រែមទូទៅទី1កាត់តឡុកពណ៌អីគឺលាបចេញពណ៌ហ្នឹង
ជាពិសេសមានជាតិសរោមចិញ្ចឹមមាត់យើងកុំឲ្យស្ងួតប្រេះលបកខ្មៅលាបឲ្យមាត់យើងទន់ល្មើយដូចចាក់ filler អញ្ចឹងស្អាតខ្លាំងមែនតើឡើងផ្លាំដូចជនជាតិកូរ៉េគេហៅថាមាត់ចំហួយជាពិសេសគេហៅថាក្រែមភ្លោះទិញមួយដើមដូចបានពីរដើមចំណេញលើចំណេញមួយចំហៀងពណ៌ហើយមួយចំហៀងទៀតរលោងលាបខាងណាក៏បានដែរមួយដើម$5ឬទិញបានគ្រប់25ខែក្រុងណាគុណភាពលើសពីតម្លៃនិយាយទៅអត់សមលក់មួយដើម5រៀលទេត្រូវមួយដើមជាង10រៀលមិនត្រូវតែចង់ប្រាប់ថាក្រែមហងលក់អត់យកចំណេញទេចង់ឲ្យបងប្អូនសាក brand ហងល្អពិតប្រាកដអត់តម្លៃធូរថ្លៃឲ្យបងប្អូនខ្មែរប្រើប្រាស់ដោយទុកចិត្ត